tranh khoa tăngទាំងអស់ថាអ្នកណាឆ្លៀតពីអ្នកណាឡើយទេទំនងគេទុកដល់ពេលដែលជួបគ្នាផ្ដាច់ទេណាបាទគឺដាក់នៅលើតុហើយអុកឯកសារវាយក្បាលឲ្យក្បាលមករឿងបែបប្រហែលជាស្ថិតនៅត្រង់នោះបាទខ្ញុំជម្រាបជូនថាសង្គ្រាមអត់ទាន់ចប់ទេបងប្អូនយល់ទេសង្គ្រាមមិនទាន់ចប់ទេមកដល់ពេលនេះខ្ញុំឃើញពីម្សិលមិញសម្ដេចតេជោគាត់មានប្រសាសន៍ពាក់ព័ន្ធនឹងសង្គ្រាមនេះបាទពាក់ព័ន្ធនឹងសង្គ្រាមនេះហើយសម្ដេចតេជោលោកបានប្តេជ្ញាទៅលើអបិយជំនឿដែលស្នើឲ្យលោកបណ្ឌិតរដ្ឋសម្ដាប់បាទរដ្ឋសម្ដាប់ដែលអ្នកសិក្សាស្រាវជ្រាវវប្បធម៌អរិយធម៌ខ្មែរហ្នឹងឲ្យសិក្សាឡើងវិញមើលអំពីពាក្យថាពុទ្ធទំនាយឬក៏ទំនាយពីបុរាណកាលណាដែលថាអីវាល3បាទវាល3ឆ្លងផុតវាល3ណាបាទឆ្លងផុតវាល3តើវាល3នឹងជាអ្វីខ្ញុំបានឃើញសម្ដេចតេជោគាត់មានប្រសាសន៍អញ្ចឹងថាស្នើឲ្យលោកបណ្ឌិតរដ្ឋសម្ដាប់ដែលជាអ្នកសិក្សាស្រាវជ្រាវអំពីវប្បធម៌និងអរិយធម៌ខ្មែរស្រាវជ្រាវមើលពាក្យពុទ្ធទំនាយពីដើមមកថាអ្វីដែលជាវាល3បាទតើវាកើតឡើងពីពេលណាវាល3នោះវាកើតឡើងពីពេលណាសម្ដេចតេជោគាត់ស្នើឲ្យអញ្ចឹងហើយគាត់បានបញ្ជាក់ថាតាំងពីមានផ្ទះអត់មនុស្សនៅមានផ្លូវអត់មនុស្សដើរតើវាចាប់ដើមពីពេលណាអាពាក្យទាំងអស់ហ្នឹងអញ្ចឹងឲ្យសិក្សាអំពីវប្បធម៌និងអរិយធម៌នឹងឡើងវិញដែលថានឹងជាពុទ្ធទំនាយនោះបាទចាស់ពីដើមគាត់ថាពុទ្ធទំនាយបងប្អូននិយាយអំពីពាក្យថាវាល3បាទវាល3នេះខ្ញុំកាលពីក្មេងក្នុងឆ្នាំ82ខ្ញុំធ្លាប់រស់នៅវត្តនៅបម្រើតាយាយខ្ញុំគាត់សុំសើ10កាលនោះមិនទាន់មានលោកស្រួលបួលផងទេល្ងាចឡើងថ្វាយអង្គមជាមួយគាត់ព្រឹកឡើងថ្វាយអង្គមឡើងថ្វាយអង្គមជាមួយគាត់អញ្ចឹងបាទនៅវត្តបាទអញ្ចឹងហើយខ្ញុំធ្លាប់សូត្រឲ្យឆ្លងផុតវាល3វាលធំបែកផ្សែងវាលវែងក្រក្រៃបាទវាលធំបែកផ្សែងវាលវែងក្រក្រៃឆ្លងផុតវាល3ដល់និព្វានអងបងប្អូនធ្លាប់ដែលលឺទេបងបាទបងប្អូនអរគ្នាធ្លាប់ដែលលឺទេវគ្គឃ្លានឹងមិនដឹងថាធរអីទេខ្ញុំភ្លេចហើយពីព្រោះតាំងពីក្មេងៗមកប៉ុន្តែវាលធំបែកផ្សែងហើយវាលវែងក្រក្រៃឆ្លងផុតវាល3ដល់និព្វានអងបាទអញ្ចឹងក៏វាភ្ជាប់មកជាមួយនឹងពាក្យថាមានផ្ទះអត់មនុស្សនៅមានផ្លូវអត់មនុស្សដើរបាទប៉ុន្តែគ្រាន់តែមិនដឹងថាតើពាក្យវាល3ហ្នឹងឬក៏ពាក្យថាមានផ្ទះអត់មនុស្សនៅមានផ្លូវអត់មនុស្សដើរវាកើតឡើងពីពេលណាអានេះគឺថាបុរាណពូលមកអញ្ចឹងថាជាពុទ្ធទំនាយបាទវាជាពុទ្ធទំនាយវាល3ហើយវាលធំបែកផ្សែងវាលវែងក្រក្រៃវាលធំបែកផ្សែងតើវាលដ៏ធំនោះគឺជាវាលអីបងប្អូនណាវាលដ៏ធំជាវាលអីបើយើងឧបមាប្រៀបធៀបអានេះខ្ញុំប្រៀបធៀបខ្ញុំមិនមែនបណ្ឌិតទេណាហើយខ្ញុំមិនមែនអាកាត់ទៅលើបណ្ឌិតរដ្ឋសម្ដាប់នឹងឬមួយក៏អស់លោកបណ្ឌិតបញ្ញវន្តអីនានាអត់ទេណាបាទកវីអដ្ឋកោវិទបណ្ឌិតកវីអីគឺខ្ញុំអត់មានអាកាសទេក៏ប៉ុន្តែគាត់ថាជាឧទាហរណ៍ក្នុងនាម live show របស់ខ្ញុំក្នុងនាមវិភាគរបស់ខ្ញុំគឺខ្ញុំចង់ជម្រាបចេះទៅវិញបើសិនជាខ្ញុំណាបងប្អូនទទួលបានក៏បានទទួលមិនបានអាចបញ្ចេញមតិយោបល់នៅក្នុង comment បន្ថែមវាល3វាលធំបែកផ្សែងវាលវែងក្រក្រៃវាលធំបែកផ្សែងដូចម្ដេចហៅថាបែកផ្សែងតើផ្សែងនោះវាកើតមកពីណានេះជាការវិភាគរបស់ខ្ញុំតើផ្សែងនោះវាកើតឡើងពីណាវាកើតឡើងដោយសារអ្វីផ្សែងនោះផ្សែងអាប់ដោយទឹកសន្សើមប្រោះព្រំធម្មជាតិឬមួយក៏ផ្សែងដែលកើតឡើងពីក្របផ្លោងក្របបែកនៃសង្គ្រាមវាលធំបែកផ្សែងបងប្អូនណាវាលធំបែកផ្សែងយើងវិភាគឡើងវិញតាំងពីឆ្នាំ70ដល់ឆ្នាំ98យល់ថាឆ្នាំ2000ចុះណាឆ្នាំ70ដល់ឆ្នាំ2000ទៅចុះគឺរយៈពេល30ឆ្នាំគត់ប៉ុន្តែសង្គ្រាមយើងបញ្ចប់នៅឆ្នាំ98បងប្អូនណាគឺ28ឆ្នាំប៉ុន្តែខ្ញុំឧទាហរណ៍ថាពីឆ្នាំ70នៃសង្គ្រាមដែលធ្វើរដ្ឋប្រហារផ្ដួលរំលំបកូណាសម្ដេចនរោត្តមសីហនុឆ្នាំ70ដោយលន់នល់ណារហូតមកឆ្លងមកប៉ុលពត5ឆ្នាំក្រោយមកប៉ុលពតបាន 3-4 ឆ្នាំមកទៅមក79រដ្ឋសាធារណរដ្ឋប្រជាមានិតកម្ពុជាហើយមករដ្ឋកម្ពុជាទម្រាំយើងមកប្រជាជាតិអាចារ្យកម្ពុជាគឺ28ឆ្នាំបាទ28ឆ្នាំ30ឆ្នាំអានេះខ្ញុំគិតថាវាលនេះជាវាលធំណាវាលធំបែកផ្សែងឃើញទេបងប្អូនវាលធំបែកផ្សែងវាលធំនឹងគឺវាលធំរហូតដល់28ទៅ30ឆ្នាំបែកផ្សែងគឺផ្សែងដែលចេញពីក្របរំសេវក្របផ្ទុះក្របផ្លោងដែលបាញ់គ្នាបាទដែលបាញ់បហាគ្នាសង្គ្រាមនៅផ្ទៃក្នុងរបស់យើងសង្គ្រាមលន់នល់មួយខ្មែរក្រហមណាខ្មែរក្រហមជាមួយខ្មែរអ៊ីស្រាអែលអ្នកតស៊ូអីជាមួយវៀតណាមផងណាជាមួយខ្មែរអ្នកតស៊ូច្រើនបើនិយាយរួមគឺថាសង្គ្រាមរយៈពេល28ទៅ30ឆ្នាំនេះនឹងឲ្យហៅថាវាលធំអានេះពាក្យថាវាលធំបែកផ្សែងវាលវែងក្រក្រៃចប់ពីសង្គ្រាមឆ្នាំ98ឬយើងថានិយាយថា2000ចុះពី98ឬ2000បើយើងនិយាយ2000មកដល់25ឆ្នាំហ្នឹងបាទវាលធំបែកផ្សែងដល់វាលវែងក្រក្រៃបានន័យថាក្ររយៈពេលវែងបាទក្ររយៈពេលវែងកម្ពុជាយើងបច្ចុប្បន្នមិនមែនជាតនប្រទេសស៊ីវិល័យប្រទេសអ្នកមានគេណា25ឆ្នាំ27ឆ្នាំកន្លងមកហើយដែលយើងអភិវឌ្ឍប្រទេសតែបានសុខសន្តិភាពយើងអភិវឌ្ឍប្រទេសប៉ុន្តែយើងអត់ទាន់បានធូធាជាអរិយប្រទេសដែលដើរជឿនលឿនអភិវឌ្ឍគេណាអត់ទេមិនទាន់ទេណាមិនទាន់ជឿនលឿនមែនទេប្រទេសគេជឿនលឿនជាងយើងនោះគេអរិយប្រទេសយើងទើបចប់នៅសង្គ្រាមមិនទាន់ជាប្រទេសដែលជឿនលឿនទេយើងជាប្រទេសកំពុងអភិវឌ្ឍណាកំពុងអភិវឌ្ឍកំពុងតែដើរ
ទៅកាន់អភិវឌ្ឍតែប្រទេសគេផ្សេងអត់សង្គ្រាមគេអភិវឌ្ឍឲ្យអស់ហើយគេមានអ្វីអស់ហើយសពតែសពយ៉ាងគេទំនើបយើងនេះក៏មានដូចគេដែរប៉ុន្តែមិនទាន់ទំនើបដូចគេទេយើងកំពុងតែជាប្រទេសកំពុងតែអភិវឌ្ឍមិនមែនជាប្រទេសដែលមានការអភិវឌ្ឍដូចហើយទេមិនដូចសិង្ហបុរីដូចអីណានោះទេអានឹងឲ្យយល់ចេះអញ្ចឹងវាលវែងក្រក្រៃយើងក្ររយៈពេលវែងតទៅទៀតណាបងប្អូនយើងក្ររយៈពេលវែងសង្គ្រាម28ឆ្នាំយើងថាវាធំបែកផ្សែងសង្គ្រាមដោយសារក្របផ្លោងបាទក្របរំសេវផ្សែងហ្នឹងវាលវែងក្រក្រៃយើងនៅមិនទាន់មានទេយើងកំពុងតែអភិវឌ្ឍអានេះជាពាក្យថាវាលធំបែកផ្សែងនិងវាលវែងក្រក្រៃតែឥឡូវយើងកំពុងតែចាប់ដើមកំពុងតែប្រទេសយើងកំពុងអភិវឌ្ឍនេះជឿនលឿនទៅមុខហើយនេះក៏ស្រាប់តែមានសង្គ្រាមតទៅទៀតអញ្ចឹងឆ្លងផុតវាល3ខ្ញុំគិតថាសង្គ្រាមលើកនេះគឺសង្គ្រាមវាល3សង្គ្រាមវាល3គឺសង្គ្រាមកម្ពុជាថៃខ្ញុំគិតថាសង្គ្រាមវាល3គឺជាសង្គ្រាមកម្ពុជាថៃបើឆ្លងផុតវាល3នេះគឺនិព្វាននោះគឺបានសុខសាន្តត្រាននិព្វាននោះណាពាក្យថានិព្វាននោះគឺមានន័យថាសុខសាន្តត្រានតរៀងទៅអើយអញ្ចឹងសង្គ្រាមកម្ពុជាថៃលើកនេះគឺសង្គ្រាមវាល3បាទសង្គ្រាមវាល3ណាអញ្ចឹងឆ្លងផុតវាល3អានេះវាលទី3បងប្អូនវាលទី3សង្គ្រាមកម្ពុជាថៃគឺសង្គ្រាមវាលទី3បងប្អូនយល់អញ្ចឹងហ៎បាទវាលទី3បើសង្គ្រាមបាញ់គ្នាលើកមុនមួយសាថ្ងៃ24ខែមិថុនាហើយមកខែកក្កដាណែ24កក្កដាបាទមែនទេណាបាទអាហ្នឹងមួយហើយបងថ្ងៃមុននេះទៀតបាទថ្ងៃ7ខែធ្នូទៀតអាហ្នឹងមួយទៀតហើយនៅសង្គ្រាមតទៅទៀតសង្គ្រាម3បាទអាចសង្គ្រាម3អញ្ចឹងឆ្លងផុតវាល3អាវាលទី1អាវាលទី2ប៉ុន្តែអាវាលទី3អាច3សង្គ្រាមណាបាទយល់ទេបងប្អូនអាចព្រោះ2សង្គ្រាមហើយនៅអាច3សង្គ្រាមព្រោះនៅវាស់វែងព្រំដែនណានៅវាស់វែងព្រំដែនកំណត់ព្រំដែនអត់តរួចទេនៅទាសំណងសងដែលខូចខាតបាទទោះបីខ្មែរយើងមិនទាក៏បេតិកភណ្ឌពិភពលោកគេទារឿងព្រះវិហាររឿងនេះដែរប្រាសាទតាក្បីដែរប៉ុន្តែយើងត្រូវតែទាដូច្នេះ ICJ ក្តី ICC ក្តីនៅតែដំណើរការដដែលនេះសង្គ្រាមវាយគ្នាលើកទី1លើកទី2សង្គ្រាមវាលទី3ណាវាយលើកទី1លើកទី2និងលើកទី3គឺសង្គ្រាមការទូតធំបាទអើនេះជាការវិភាគរបស់ខ្ញុំទេបាទជាការវិភាគរបស់ខ្ញុំទេប៉ុន្តែបងប្អូនអាចមានទស្សនៈណាទាញយកក្រៅពីហ្នឹងក៏សាច់តែចិត្តចោះបាទខ្ញុំមិនមែនបណ្ឌិតទេណាបាទហើយក៏ខ្ញុំមិនមែនទៅចេះដឹងជាងបណ្ឌិតអ្នកប្រាជ្ញពហុសូត្របាទអដ្ឋកោវិទ្យបណ្ឌិតកវីពហុសូត្រណាទេអត់ទេបាទអានេះខ្ញុំបកស្រាយអញ្ចឹងដោយសារភ្ជាប់ជាមួយនឹងពាក្យថាមានផ្ទះអត់មនុស្សនៅមានផ្លូវអត់មនុស្សដើរខ្ញុំធ្លាប់បកស្រាយទីក្រុងភ្នំពេញឆ្នាំ75ដល់79អត់ទេមានតែផ្ទះអត់មានមនុស្សនៅទេពីព្រោះខ្មែរក្រហមដេញមនុស្សចេញទៅធ្វើស្រែធ្វើចម្ការតាមខេត្តអស់ហើយមានផ្លូវអត់មនុស្សដើរផ្លូវក្នុងភ្នំពេញអត់មានម៉ូតូមានស្ក្លូឡានណាមួយជិះទេពួកគេដេញមនុស្សទៅអស់ហើយមនុស្សក៏អត់មានបាទមានតែផ្ទះអត់មានមនុស្សមានតែផ្លូវហើយអត់មានមនុស្សមានអាណាទៅដើរមានមនុស្សណាទៅនៅផ្ទះមានមនុស្សណាទៅដើរនៅផ្លូវទៅកើតដូច្នេះមានផ្ទះអត់មនុស្សនៅមានផ្លូវមនុស្សដើរនោះគឺបានឆ្លងផុតហើយអញ្ចឹងបានលើកមុនខ្ញុំធ្លាប់បកស្រាយបាទព្រៃនគររលំភ្នំពេញរលាយបាត់ដំបងខ្ចាក់ខ្ចាយសបាយអង្គរវត្តឥឡូវដល់បាត់ដំបងខ្ចាក់ខ្ចាយណាបងប្អូនព្រៃនគររលំគឺរលំទៅកម្ពុជាក្រោមទៅនៅកម្ពុជាក្រោមដែលវៀតណាមខាងត្បូងហើយភ្នំពេញរលាយបានរលាយហើយពីឆ្នាំ70ដល់75ដល់75ណាបាទ75ដល់ឆ្នាំ79 80ណាបាទយើងថា5ឆ្នាំយកគឺថាភ្នំពេញរលាយហើយអាហ្នឹងឯងដែលជាប់ជាមួយមានផ្ទះអមនុស្សនៅមានផ្លូវអមនុស្សដើរបាទហើយបាត់ដំបងខ្ចាក់ខ្ចាយឲ្យចូលដល់ហើយបាត់ដំបងបាទបាត់ដំបងរាល់ថ្ងៃនេះបាទបាត់ដំបងរាល់ថ្ងៃគឺខ្ចាក់ខ្ចាយហេតុអីបាននិយាយអញ្ចឹងពីព្រោះតាមបណ្ដាខេត្តដែលជាប់ព្រំដែនជាមួយនឹងប្រទេសថៃបងប្អូនណាបាត់ដំបងគឺជាចំណុចកណ្ដាលគេបាទយើងកម្រិតបៃលិនអញ្ចឹងបានបៃលិនអត់មានទេបៃលិនក៏ជាខេត្តមួយជាស្រុកបៃលិនក៏ជាស្រុកមួយក្រុងមួយរបស់ខេត្តបាត់ដំបងនេះពីមុនមកណាទៅបបែកខាងក្រោយទេប៉ុន្តែពុទ្ធទំនីឬក៏ទំនីដូនតាហ្នឹងមកតាំងពីមុនមិនទាន់មានខេត្តបៃលិនអញ្ចឹងយើងបាច់រាប់ខេត្តបៃលិនចូលទេបៃលិនជាចំណុះឲ្យខេត្តបាត់ដំបងជាស្រុកមួយណាបាទក្រុងបៃលិនគឺចំណុះឲ្យស្រុកឲ្យខេត្តបាត់ដំបងបងប្អូនណាអញ្ចឹងបាត់ដំបងគឺនៅចំណុចកណ្ដាលគេទៅខាងស្ដាំបាត់ដំបងគឺមានបន្ទាយមានជ័យឧត្តរមានជ័យកំពុងសង្គ្រាមហុយផ្សែងបងប្អូនណាកំពុងសង្គ្រាមហុយផ្សែងបងប្អូនណាខលមកទេសុំទោសបាទខ្ញុំបាត់ចោលសិនបាទខាងស្ដាំបាត់ដំបងគឺមានបន្ទាយមានជ័យនិងឧត្តរមានជ័យខាងឆ្វេងបាត់ដំបងគឺមានពោធិ៍សាត់ហើយនឹងកោះកុងឃើញទេឃើញបងប្អូនឃើញទេអញ្ចឹងមានន័យថាម៉េច5ខេត្តណាដែលជាប់នៅព្រំដែនថៃហ្នឹងគឺសង្គ្រាមទាំងអស់ដោយពុទ្ធទំនាយហ្នឹងដែលបានទាញបាត់ដំបងរលំឥឡូវនេះគឺថាបាត់ដំបងគឺជាចំណុចកណ្ដាលតែសងខាងមានខេត្ត2ខាងស្ដាំខេត្ត2ខាងឆ្វេងខេត្ត2តាមព្រំដែនគឺមានបញ្ហាទាំងអស់បាទធម្មតាទេបងប្អូនពាក្យថារលាយមិនមែនគាត់ថារលាយទាំងអស់ទេប៉ុន្តែវាគាត់ថាវាខ្ទេចខ្ទីដោយសារសង្គ្រាមឈ្លានពានណាបងប្អូនណាយើងឃើញទេសូម្បីសាលារៀនវត្តអារាមសូម្បីតែប្រាសាទសូម្បីតែផ្លូវថ្នល់ជាដើមក៏វាកំទេចដែរទោះបីវាមិនខ្ទេចទាំងស្រុងក៏ប៉ុន្តែអានឹងក៏ពាក្យថារលាយរលំណាបងប្អូនណាបាត់ដំបងរលាយអាហ្នឹងកំពុងតែកើតឡើងហើយដល់សបាយអង្គរវត្តយើងឃើញប្រហែលថ្ងៃបាទទោះបីជាសង្គ្រាមផ្ទៃសង្គ្រាមកម្ពុជាថៃបាញ់គ្នាឲ្យក្រឹកក្រែងតាមព្រំដែនប៉ុន្តែសៀមរាបណាបងប្អូនណាបើនឹងភ្ញៀវមកពីណាបរទេសអន្តរជាតិបុកមកជួយលេងកម្ពុជាខ្លះមកតាមអីកប៉ាល់វេស្តឺដាមបាទម្ដងមក2000 3000ជាតិសាសន៍មកណាគ្រប់ជាតិសាសន៍2000 3000 នាក់2000 3000នាក់មកសង្គ្រាមដូចជា2ដងគាត់មកពី3ដងហើយ
មកចតនៅកំពង់សោមរហូតហើយឥណ្ឌាមិនដឹងភ្លុកទឹកភ្លុកដីមកពីណាមហាអំណាចមួយដែរ1200លានជាងមកភ្លុកទឹកភ្លុកដីមកអង្គរវត្តនេះមកសបាយគ្រុំក្រាំងដល់សប្តាហ៍ថ្ងៃនោះហើយជាតិសាសន៍ផ្សេងគឺមកលេងនៅសៀមរាបផាប់ស្ទីបមកដើររំដើររែកអូសបាយបាទសបាយសៀមរាបខ្ញុំគិតថាអញ្ចឹងអ្វីដែលជាពុទ្ធនាយនេះដូចចាំហើយភ្នំពេញព្រៃនគររលំភ្នំពេញរលាយបាត់ដំបងចាក់ចាយអាសព្រាមយើងពីរដងហើយនោះមកសបាយនេះសបាយសៀមរាបនេះអង្គរវត្តនេះអានេះវាជាព្រឹត្តិការណ៍ថាព្រឹត្តិការណ៍នោះវាទៅដំគ្នាវាជាប់គ្នាវាគួរឲ្យយកមកតែរីពិចារណាព្រោះខ្ញុំបកស្រាយដោយសារតែឃើញប្រសាសន៍របស់សម្ដេចតេជោស្នើឲ្យលោកបណ្ឌិតរដ្ឋសម្ដាប់ដែលសិក្សាពាក់ព័ន្ធនឹងបញ្ហានោះឲ្យគាត់សិក្សាបន្ថែមណាពីពេលណាហើយពាក្យនេះខ្ញុំគិតថាដូចពិបាកនឹងរកពេលណាពីព្រោះចាស់ពីដើមមកគាត់ផ្ដាំតគ្នាមកថាពុទ្ធទំនាយដល់អញ្ចឹងមិនដឹងថាឡើងតាំងពេលណាអត់ដឹងថាឡើង